ថ្ងៃនេះនាំមិត្តភ័ក្តិដើរលេងនៅ Disneyland ម្ដងបងប្អូនគឺមកលេងពេលយប់នៅលេងពេលយប់គឺកន្លែងនេះគឺជាកន្លែងគេត្រួតពិនិត្យណាបងប្អូនហើយយើងដើរចូលទៅខាងមុខឃើញថាភ្លើងភ្លឺស្អាតប៉ុន្តែនបងប្អូនភ្លើងភ្លឺស្អាតយើងអាចមើលភ្លើងមើលអីចឹងហើយថតរូបថតអីពីខាងក្រៅចឹងណាបងប្អូនបាទដោយសារនេះគឺជាខ្លោងទ្វាររបស់ Disneyland ណាបងប្អូនចឹងបើយើងមកពេលយប់គឺស្អាតបាទយើងមើលឃើញភ្លើងឃើញអីអញ្ចឹងណាបាទកន្លែងហ្នឹងគេដេគ័រភ្លើងដេគ័រអីហ្នឹងស្អាតមែនតើគេយើងថតរូបទៅឃើញស្អាតណាស់បងប្អូនឆ្លៀតពេលនៅក្នុងឱកាសនេះគឺបានជួបគ្នាបាទមិត្តភ័ក្តិមកពីខាងស្រុកខ្មែរក៏ចឹងទៅក៏នាំដើរលេងកំសាន្តសប្បាយរីករាយនៅ Disneyland ចឹងណាបងប្អូនបាទគ្មានការជួបជុំណាដែលសប្បាយរីករាយជាងមិត្តភ័ក្តិបានមកលេងពីស្រុកឆ្ងាយបងប្អូនចឹងសប្បាយរីករាយមែនតើបាទពួកខ្ញុំបានដើរលេងនៅសួនកំសាន្ត Disneyland ហ្នឹងចឹងណាបងប្អូនបាទដើរទៅអញ្ចឹងទៅឃើញថាការដេគ័រការរៀបចំរបស់គេហ្នឹងគឺស្អាតមែនតើបងប្អូនភ្លើងជាពិសេសគឺតុបតែងលម្អភ្លើងគេអញ្ចឹងណាបាទហើយនឹងមិនតាន់ដល់ថ្ងៃបុណ្យណូអែលផងបងប្អូនថ្ងៃបុណ្យណូអែលហ្នឹងគឺស្អាតជាងនឹងទៀតបាទក៏ប៉ុន្តែឥឡូវយើងចេញពីមើលខ្លោងទ្វារក៏យើងចូលមកកន្លែង shopping វិញបងប្អូនបាទយើងមានកន្លែង shopping ច្រើននៅក្នុងខាងក្រៅ Disney ហ្នឹងណាបងប្អូនបាទខាងក្រៅ Disney ឥឡូវយើងចូលទៅបាទបងប្អូនឃើញទេកន្លែងលក់របរអនុស្សាវរីយ៍ច្រើនណាស់បងប្អូនអើយសិតតែរបស់ម៉ាក brand របស់ Disneyland ទាំងអស់បងប្អូនម៉ាករបស់ Disneyland អ្នកដែលមានកូនក្មេងទូចអាចទិញបានផ្ញើគឺដឹងថាពេញចិត្តតែម្ដងហើយបើសម្រាប់អ្នកដែលចូលចិត្តមើលកតុកតារបស់ Disneyland គឺមកដឹងតាស្រឡាញ់ពេញចិត្តតែម្ដងបងប្អូនបាទហើយនេះគឺស្នប់ចិត្តបងប្អូនបាទស្នប់ចិត្តនាំមកបាទបងប្អូនឃើញហើយបាទនេះគឺធំណាបាទកន្លែងនេះធំមែនតើសំខាន់គឺគេដេគ័រស្អាតប្លែកមានរបៀបគួរជាទីទស្សនាគួរជាទីមើលពេញចិត្តអញ្ចឹងបងប្អូនហើយសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តមកលេងមកមើលកន្លែងហ្នឹងមែនតើបងប្អូនវាបានផ្ទាំងទស្សនីយភាពប្លែកៗអញ្ចឹងបងប្អូនហើយនេះគឺជា Marvel Studio បងប្អូនបាទនេះមិត្តភ័ក្តិមកពីខាងស្រុកខ្មែរបងប្អូនណាបាទនាំពួកគាត់ដើរមើលដើរ shopping កន្លែងនេះកន្លែងនោះអញ្ចឹងណាបាទមានច្រើនបងប្អូនបើសម្រាប់យើងមានកូនទូចយើងអាចទិញផ្ញើជាកាដូដឹងតែពេញចិត្តស្ដោកតែម្ដងបងប្អូនអើយបាទហើយសូម្បីខ្ញុំនៅធំក៏ខ្ញុំមើលទៅខ្ញុំចូលចិត្តដែរបងប្អូនរបស់របរទាំងអស់ហ្នឹងណាបាទព្រោះទី1គឺគេបានដាក់បង្ហាញនៅកន្លែងទូរទស្សន៍ឬក៏តាម studio តាមអីណាបាទហើយពេលយប់ឡើងបងប្អូនអើយមនុស្សចេញមកពី Disneyland នឹងច្រើនមែនតែម្ដងបងប្អូនអើយដើរឡើងជាអៀតទេបងប្អូនផ្លូវប៉ុណ្ណាណៃដើរមកចេញសិតតែមនុស្សបាទនេះមនុស្សច្រើនណាស់ឥឡូវយើងចេញពីកន្លែង shopping នឹងមួយចូលទៅកន្លែង shopping មួយទៀតបងប្អូនមានកន្លែង shopping ច្រើនណាស់នៅ Disneyland ហ្នឹងបងប្អូនគាត់ថាសំខាន់យើងចូលចិត្តកតុកតាប្រភេទអី anime ប្រភេទអីចឹងណាបាទ Disneyland ច្រើនគឺលក់របស់របរកូនក្មេងបងប្អូនកូនក្មេងឬមនុស្សចាស់អីមនុស្សធំអីក៏ដូចថាចូលចិត្តអ្នកធ្លាប់មើលរឿងរបស់ Disney ពីមុនអីចូលចិត្តអីទិញ collection អីចឹងណាយើងអាចទិញបានតុកតាំងតុកអីចឹងមានច្រើនមែនតើតែសំខាន់ពីច្រើនកតុកតាបងប្អូនអ្នកដែលធ្លាប់មើលតុកតាពីមុនសិតតែ fan ហើយបងប្អូនណាខ្ញុំចូលចិត្តតែបងប្អូនបាទ
មកចឹងទៅឃើញប្លែកមកច្រើនដងហើយมันក្រោមពី20ដងហ្នឹងមកកន្លែងហ្នឹងហើយចូលទៅខាងក្នុងក៏ច្រើនដងដែរកន្លែងនេះយើងចូលអត់អស់លុយទេបើយើងចូលទៅខាងក្នុងទៀតគឺយើងបងត្រូវទិញស្បុតទិញអីចឹងបងប្អូនស្បុតគួរសមដែរស្បុតបាទហើយមនុស្សមិនដឹងមកពីណាទេបងប្អូនហើយមនុស្សច្រើនណាមកកន្លែងទីតាំងនឹងមកនិយាយទៅទស្សនវិជ្ជាប្លែករបស់របរមិនខ្វះលក់ខ្ញុំសូមសរសើរគេមកបកការរៀបចំហើយកន្លែងមួយគឺរៀបចំស្អាតយើងដើរគឺយើងមានអារម្មណ៍សប្បាយចិត្តទិញមកសប្បាយចិត្តមើលមកតែมันប្រយ័ត្នហ្នឹងអស់ទិញបានមកកកោកឡើយហ្នឹងហើយតែ មកសបាយមែនបងប្អូនសំខាន់បើសិនយើងមាននាំកូននាំអីមកទៀតណាមានក្មេងៗអីមកទៀតណាអូសបាយមែនតើក្មេងវាខ្វះកសបាយមើលសបាយទិញសបាយគប់សពបែបយ៉ាងបងប្អូនមានភ្ញៀវទេសចរមកច្រើនណាមកលេងបារាំងមកលេងប៉ារីសអញ្ចឹងណាជាពិសេសទិញអាកាដូទូចកតុកតាទូចនេះអ្នកខ្លះគេទិញអាទូចអញ្ចឹងហើយស្រួលដាក់តាមយន្តហោះទៅវិញហើយអ្នកខ្លះក៏គេទិញអាធំអញ្ចឹងទៅតាមណូចិត្តរបស់គេអញ្ចឹងបងប្អូនតែភ្ញៀវទេសចរវិញច្រើនណាស់បងប្អូនអើយនឹងយកទៅណាអស់ទេបាទហើយនេះបងប្អូនមិត្តភ័ក្តិមកពីខាងស្រុកខ្មែរបងប្អូនហើយនេះអ្នកនរនេះដោយសារមនុស្សច្រើននឹងចូលក្នុងផ្លែតអញ្ចឹងចេញមកមនុស្សនៅតែច្រើនទៀតបងប្អូនហើយបាទមកកន្លែង shopping ហ្នឹងនឹងយកទៅណាអស់ហើយតាម shopping នីមួយហ្នឹងក៏គេដាក់កន្លែងថតរូបឲ្យយើងដែរបាទយើងចង់ថតរូបថតអីអញ្ចឹងយើងអាចថតបានបងប្អូននេះហើយគ្រាន់តែយើងត្រូវឈរនៅរងជួរថតអីអញ្ចឹងណាតាមលេខរៀងហ្នឹងហើយនៅនេះពីច្រើនគេឈរនៅរងជួរតាមលេខរៀងបាទហ្នឹងហើយឥឡូវយើងចូលដល់កន្លែងថតរូបឥឡូវខ្ញុំថតរូបឲ្យគាត់មួយសិនបងប្អូននេះបាទប៉ោះពីប៉ោះអញ្ចឹងណាហើយគាត់ដូរ style ដូរអីចឹងទៅមានន័យស្អាតទៅបងប្អូននិយាយទៅគេប្រកាសឲ្យគាត់រៀបចំតុបតែងកន្លែងគេនឹងឲ្យស្អាតដើម្បីតាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិនិយាយទៅ Disneyland ហ្នឹងមកលេងជុំវិញពិភពលោកហ្មងបងប្អូនមកពីខាងអង់គ្លេសខាងប្រទេសផ្សេងហ្នឹងហើយពិសេសជាងគេនៅស្រុកប្រាំងហ្នឹងតោះថា Disneyland ហ្នឹងមានតែមួយនៅអឺរ៉ុបហ្នឹងណាបាទនៅខាងអឺរ៉ុបហ្នឹងមានតែមួយទេអញ្ចឹងអ្នកមកពីខាងអង់គ្លេសមកពីខាងហូឡង់ប៊ែលហ្ស៊ិកអីប្រទេសផ្សេងអីហ្នឹងគឺចង់មកលេង Disneyland នាំកូនមកលេងមកមើលអីគឺមកមើលកន្លែងហ្នឹងបងប្អូនណាមកមើលនៅហ្នឹងព្រោះមានតែមួយអញ្ចឹងណាអញ្ចឹងមកទ្វីបអឺរ៉ុបហ្នឹងមានមួយមើលប្រទេសផ្សេងទៀតក៏មានដែរបងប្អូនហើយមកដល់កន្លែងនេះពិសេសต้องថាគេតុបតែងគេរៀបចំបែបណូអែលណាបាទចិត្តដល់ខែណូអែលបាទនិយាយទៅស្អាតប្លែកមកទស្សនវិជ្ជាមកកន្លែងហ្នឹងគឺស្អាតមែនតើបងប្អូនហើយមានម៉ាកល្បីរបស់ coffee Starbucks ម៉ាកផ្សេងដែលតាក់ទងនឹងMcDonald អីគឺមាននៅនឹងទាំងអស់បងប្អូនយើងដើរហត់អីយើងអាចទិញបានអញ្ចឹងណាបាទហើយកន្លែងខ្លះគឺគេធ្វើ travel អីចឹងសម្រាប់ជួសជុលអញ្ចឹងណាបងប្អូននិយាយទៅមកលេងកន្លែងនេះគឺសប្បាយបងប្អូនបើយើងមានកូនណាហើយយើងនៅវ័យកណ្ដាលឬក៏វ័យក្មេងយើងចូលចិត្ត anime មនុស្សសម័យថ្មីនិយាយទៅគឺដឹងតែអែនមកលេងកន្លែងនេះបងប្អូនចុងក្រោយអរគុណអ្នកនរគ្នាដែលបានទស្សនាមកកាន់វីដេអូនេះបាយ